នាងគឺជាបវរកញ្ញាហុងកុងម្នាក់ដែលត្រូវបានវិស័យសិល្បៈទាំងមូលនៅឯហុងកុងចាត់ទុកនាងថាជាកែវភ្នែកដ៏មានតម្លៃខណៈពេលដែលតារាសម្ដែងជាច្រើនទៀតនៅចំនួនដូចគ្នាជាមួយនឹងនាងកំពុងតែព្យាយាមស្វែងរកតួនាទីរងប៉ុន្តែសម្រាប់នាងវិញបានឈ្នះពានរង្វាន់ភាពយន្តហុងកុងរួចបាត់ទៅហើយនាងគឺជាតួឯកស្រីលំដាប់កំពូលរបស់ TVB ហើយតម្លៃខ្លួនរបស់នាងបានកើនឡើងទៅដល់ 30% បន្ទាប់ពីចូលរួមនៅក្នុងកម្មវិធីជប់លៀងមួយនាងបានចំណាយពេលជាង15ឆ្នាំរស់នៅក្រោមរូបភាពដ៏ល្អឥតខ្ចោះមួយមុននឹងសម្រេចចិត្តបោះបង់វាចោលតើមានរឿងអ្វីបានកើតឡើងហើយនៅពីក្រោយរូបភាពជាច្រើនស្រទាប់ដែលមនុស្សគ្រប់គ្នាបានឃើញតើនារីម្នាក់នេះពិតជាមានអត្តសញ្ញាណបែបណាចង់ដឹងលំបាត់នៃសាច់រឿងរបស់នាងមានសភាពដូចម្តេចខ្លះតោះយើងនាំគ្នាទៅស្វែងយល់ទាំងអស់គ្នាខេតស៊ុយកើតនៅក្នុងថ្ងៃទី19ខែមិថុនាឆ្នាំ1979នៅឯទីក្រុងហុងកុងក្នុងគ្រួសារជនជាតិហាក់កាដែលមានដើមកំណើតមកពីខេត្តខ្វាន់តុងគ្រួសាររបស់នាងប្រកបមុខរបរជំនួញទោះបីជាមិនមែនជាអ្នកមានខ្លាំងក៏ដោយក៏ពួកគេរស់នៅក្នុងជីវភាពសមរម្យនិងមានស្ថិរភាពឪពុករបស់នាងថែមទាំងបានផ្ដល់កាតឥណទានឲ្យនាងតាំងពីនាងមានអាយុ10ឆ្នាំដើម្បីបង្រៀនឲ្យនាងចេះគ្រប់គ្រងហិរញ្ញវត្ថុដល់ខ្លួនឯងតាំងពីក្មេងម្ដាយរបស់នាងដែលធ្លាប់ជាអ្នករាំបាននាំនាងទៅរៀនរាំរបាំបាឡេដោយសង្ឃឹមថានឹងបណ្ដុះបណ្ដាលភាពទន់ភ្លន់និងភាពជឿជាក់ឲ្យកូនស្រីគ្មាននរណាម្នាក់នឹកស្មានថាការសម្រេចចិត្តដ៏ធម្មតានេះនឹងក្លាយទៅជាចំណុចចាប់ផ្ដើមនៃការខកចិត្តដ៏ធំមួយនៅក្នុងវ័យកុមាររបស់នាងស្រឡាញ់របាំបាឡេយ៉ាងខ្លាំងនិងស្រមៃចង់ក្លាយទៅជាអ្នករាំអាជីពម្នាក់អស់រយៈពេលជាង7ឆ្នាំនាងបានវឹកហាត់យ៉ាងយកចិត្តទុកដាក់ប៉ុន្តែនៅពេលដែលនាងមានអាយុ11ឆ្នាំឧបទ្ទវហេតុមួយកំឡុងពេលវឹកហាត់បានធ្វើឲ្យកជើងខាងស្ដាំរបស់នាងរងរបួសយ៉ាងធ្ងន់ក្រោយពីនិតគ្រូពេទ្យបានប្រាប់ដំណឹងមួយដែលពិបាកទទួលយកបានសម្រាប់នាងហើយចាប់តាំងពីពេលនោះមកនាងមិនអាចបន្តរាំរបាំបាឡេបានទៀតទេសម្រាប់ក្មេងស្រីដែលមានអាយុ11ឆ្នាំដែលជីវិតទាំងមូលផ្ដោតទៅលើរបាំបាឡេនេះគឺជាការខកចិត្តដ៏ធំបំផុតនាងបានស្នាក់នៅក្នុងបន្ទប់និងសោកស្ដាយអស់រយៈពេលជាច្រើនថ្ងៃប៉ុន្តែនាងមិនមែនជាមនុស្សដែលងាយបោះបង់ក្តីស្រមៃឡើយ3ឆ្នាំក្រោយមកនៅពេលដែលនាងមានអាយុ14ឆ្នាំនាងចាប់ផ្ដើមរៀនរាំ Hip Hop ជំនួសវិញនាងបានខិតខំហ្វឹកហាត់យ៉ាងសកម្មហើយការសម្ដែងរបស់នាងកាន់តែមានភាពលេចធ្លោជាងមុនស្មារតីមិនចុះចាញ់នេះបានជួយនាងយ៉ាងច្រើននៅពេលដែលនាងឈានជើងចូលទៅក្នុងពិភពសិល្បៈហុងកុងដែលពោរពេញទៅដោយការប្រកួតប្រជែងខ្លាំងក្រោយមកនាងបានបន្តការសិក្សានៅឯសហរដ្ឋអាមេរិកដោយចូលរៀននៅសាកលវិទ្យាល័យ California Davis ដែលជាសាកលវិទ្យាល័យសាធារណៈល្បីមួយរបស់សហរដ្ឋអាមេរិកក្រៅពីភាសាកាតាំងនិងភាសាចិនកុកងឺនាងក៏អាចនិយាយភាសាអង់គ្លេសជប៉ុនអេស្ប៉ាញបារាំងនិងប៉ូទុយហ្គាល់បានផងដែរនៅក្នុងឆ្នាំ2004បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនិងត្រឡប់មកកាន់ទីក្រុងហុងកុងវិញនាងបានចាប់ផ្ដើមការងារនៅក្នុងក្រុមហ៊ុនសំណង់មួយក្នុងតួនាទីជាអ្នកសម្របសម្រួលគម្រោងនិងជាអ្នកបកប្រែភាសាក្រៅម៉ោងនៅពេលនោះនាងអាចរកចំណូលបានប្រហែលជា$20,000ហុងកុងនៅក្នុងមួយខែដែលចាត់ទុកថាជាប្រាក់ខែដ៏ល្អមួយសម្រាប់យុគវ័យសម័យនោះជីវិតរបស់នាងដំណើរការបានទៅយ៉ាងស្ងប់ស្ងាត់និងមានស្ថិរភាពប្រសិនបើអ្វីៗបន្តដូចធម្មតាប្រហែលជានាងនឹងអាចរៀបការជាមួយនឹងបុរសមានមុខមាត់ម្នាក់ហើយរស់នៅដោយសុខស្រួលពេញមួយជីវិតប៉ុន្តែជីវិតតែបត់បែនដែលគ្មាននរណាអាចទស្សន៍ទាយបានថ្ងៃមួយថៅកែរបស់នាងបានសួរលេងៗថាតើនាងធ្លាប់គិតចង់ចូលរួមប្រកួតបវរកញ្ញាហុងកុងដែរឬទេខេតស៊ុយបានគិតមួយសន្ទុះហើយសម្រេចចិត្តចូលរួមដោយគ្រាន់តែចង់សាកល្បងតែប៉ុណ្ណោះព្រោះនៅពេលនោះនាងមិនដែលគិតថាចង់ចូលប្រឡូកនៅក្នុងវិស័យសិល្បៈឡើយប៉ុន្តែការសម្រេចចិត្តតូចមួយនេះបានផ្លាស់ប្ដូរជីវិតរបស់នាងទាំងស្រុងនាងបានឆ្លងកាត់គ្រប់វគ្គនៃការប្រកួតរហូតដល់វគ្គផ្ដាច់ព្រាត់ហើយចាប់តាំងពីពេលនោះមកជីវិតធម្មតាដែលនាងធ្លាប់មានក៏ផ្លាស់ប្ដូរទៅទិសដៅមួយផ្សេងទៀតនៅយប់ថ្ងៃទី13ខែសីហាឆ្នាំ2004ការប្រកួតបវរកញ្ញាហុងកុងវគ្គផ្ដាច់ព្រាត់ត្រូវបានរៀបចំឡើងនៅ TVB គណៈកម្មការវិនិច្ឆ័យសុទ្ធតែជាបុគ្គលល្បីៗនៅក្នុងវិស័យសិល្បៈហុងកុងរួមមានអ្នកដឹកនាំរឿងនិងតារាចម្រៀងល្បីៗជាច្រើនទៀតពិធីករទាំងពីររូបដែលមានលោក Eric Sang ហើយនិង Nat Chan ដែលល្បីឈ្មោះខាងសំណួរចាក់ដោតនិងពិបាកឆ្លើយគឺជាអ្នកសួរទៅដល់បេក្ខនារីទាំងអស់នោះហើយនៅជប់នោះនាងបានពាក់ផ្លាកលេខ6នាងមានអាយុ25ឆ្នាំដែលជាបេក្ខនារីមានវ័យច្រើនជាងគេនៅក្នុងការប្រកួតមនុស្សមួយចំនួនបានរិះគន់ថានាងមានអាយុច្រើនពេកសម្រាប់ការប្រកួតសម្រស់ប៉ុន្តែនៅក្នុងវគ្គបង្ហាញទេពកោសល្យនាងបានបង្ហាញការរាំ Hip Hop ដ៏រស់រវើកនិងពោរពេញទៅដោយថាមពលដែលធ្វើឲ្យគណៈកម្មការក៏សរសើរនាងថា
នាងពិតជាទទួលបានការហ្វឹកហាត់ផ្នែករំយ៉ាងមានជំនាញសម្រាប់វគ្គបង្ហាញសម្លៀកបំពាក់ជម្រើសផ្ទាល់ខ្លួននាងបានបង្ហាញខ្លួននៅក្នុងរ៉ូបដ៏ស្រស់ស្អាតមួយតាមបែបរចនាបថទាន់សម័យនិងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់មកវគ្គសំណួរចម្លើយដែលជាវគ្គសំខាន់បំផុតអេរិចសាំងបានសួរសំណួរមួយដែលពិបាកឆ្លើយខ្លាំងគាត់បាននិយាយថាបន្ទាប់ពីឈ្នះមកុដបវរកញ្ញានាងនឹងមានឱកាសចូលរួមនៅក្នុងកម្មវិធីសប្បុរសធម៌ជាច្រើននិងជួបជាមួយនឹងបុគ្គលល្បីៗឬមានឥទ្ធិពលនៅក្នុងសង្គមដូច្នេះអាចមានមនុស្សខ្លះយល់ច្រឡំថានាងកំពុងតែព្យាយាមបង្កើតទំនាក់ទំនងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតើនាងគិតយ៉ាងណាចំពោះរឿងនេះនាងបានញញឹមហើយឆ្លើយយ៉ាងស្ងប់ស្ងាត់ថាការវិតម្លៃថានរណាម្នាក់កំពុងតែស្វែងរកអត្ថប្រយោជន៍ពីអ្នកដទៃឬអត់គឺអាស្រ័យទៅលើគំនិតនិងគោលបំណងរបស់បុគ្គលម្នាក់នោះប្រសិនបើមនុស្សម្នាក់មិនមានគោលបំណងប្រើប្រាស់ទំនាក់ទំនងដើម្បីសម្រេចផលប្រយោជន៍ខ្លួនទេនោះការជួបជុំឬទំនាក់ទំនងជាមួយនឹងមនុស្សផ្សេងៗគឺជារឿងធម្មតាចម្លើយដ៏ឆ្លាតវៃនេះបានធ្វើឲ្យសារទាំងមូលផ្ទុះការទះដៃយ៉ាងខកក្តៅនៅពេលប្រកាសលទ្ធផលនាងបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងការប្រកួតបវរកញ្ញាហុងកុងដោយឈ្នះបានពានរង្វាន់ធំៗដល់ទៅ4ក្នុងពេលតែមួយនាងបានក្លាយទៅជាម្ចាស់មកុដបវរកញ្ញាហុងកុងនៅក្នុងឆ្នាំ2004ព្រមទាំងទទួលបានពានរង្វាន់ Miss Photo Connect Miss International Goodwill ហើយនិងពានរង្វាន់ផ្នែករូបរាងស្រស់ស្អាតផងដែរនាងគឺជាបេក្ខនារីដំបូងនៅក្នុងប្រវត្តិសាស្ត្រការប្រកួតដែលអាចឈ្នះពានរង្វាន់សំខាន់ៗទាំង4ក្នុងពេលតែមួយនិងក្លាយទៅជាតារាថ្មីដែលគ្រប់គ្នាចាប់ផ្ដើមចាប់អារម្មណ៍និងតាមដានបន្ទាប់ពីក្រុមមកុដបវរកញ្ញាហុងកុងហើយនាងបានចុះកិច្ចសន្យាជាមួយនឹង TVB ហើយចាប់ផ្ដើមដំណើរការថ្មីនៅក្នុងវិស័យសិល្បៈនៅក្នុងឆ្នាំ2005ខណៈពេលដែលធ្វើបទសម្ភាសន៍ជាមួយនឹងតារាចម្រៀងល្បីលោកលីអនឡាយនាងបានតាក់ទាញការចាប់អារម្មណ៍ពីគាត់រហូតទទួលបានការអញ្ជើញឲ្យចូលរួមសម្ដែងនៅក្នុងវីដេអូចម្រៀងនិងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីថតផ្សាយពាណិជ្ជកម្មមួយនេះគឺជាព័ត៌មានចចាមអារ៉ាមផ្នែកស្នេហាដំបូងគេនៅក្នុងអាជីពសិល្បៈរបស់នាងហើយក៏ជាចំណុចចាប់ផ្ដើមនៃរឿងរ៉ាវជាច្រើនដែលនឹងតាមនាងអស់រយៈពេលជាង15ឆ្នាំផងដែរនៅក្នុងឆ្នាំ2006នាងបានសម្ដែងក្នុងរឿងភាគ La Femme Desperado ដោយដើរតួជាប្អូនស្រីរបស់តួអង្គសម្ដែង Sarentang ទោះបីជាតួនាទីនោះមិនធំខ្លាំងក៏ដោយក៏វាគ្រប់គ្រាន់ឲ្យទស្សនិកជនរបស់ TVB ចាប់ផ្ដើមស្គាល់និងចងចាំមុខនាងបានយ៉ាងល្អប៉ុន្តែការរីកចម្រើនដ៏សំខាន់ដំបូងនៅក្នុងអាជីពរបស់នាងមិនមែនកើតឡើងតាមរយៈរឿងភាគទូរទស្សន៍នោះទេប៉ុន្តែវាគឺជាខ្សែភាពយន្តមួយដែលនៅក្រៅពិភពរឿងភាគរបស់ TVB នៅក្នុងឆ្នាំ2007អ្នកដឹកនាំរឿង Johnny To ដែលធ្លាប់ជាគណៈកម្មការវិនិច្ឆ័យនៅក្នុងយប់ដែលនាងឈ្នះមកុដបវរកញ្ញាបានជ្រើសរើសនាងដោយផ្ទាល់ឲ្យសម្ដែងតួឯកស្រីនៅក្នុងរឿងស៊ើបអង្កេត Eye in the Sky វាគឺជាភាពយន្តដែលមានថវិកាមិនសូវច្រើនប៉ុន្មានទេប៉ុន្តែនាងបានដើរតួនាទីជាប៉ូលីសស្រីម្នាក់ដែលទទួលបានបេសកកម្មតាមដានជនសង្ស័យរូបភាពនេះខុសស្រឡះពីបវរកញ្ញាដ៏ភ្លឺចែងចាំងដែលមនុស្សគ្រប់គ្នាបានស្គាល់នៅក្នុងឆ្នាំ2008នៅក្នុងកម្មវិធីប្រកួតពានរង្វាន់ភាពយន្តហុងកុងលើកទី27នាងបានឈ្នះពានរង្វាន់តារាសម្ដែងថ្មីឆ្នាំល្អបំផុតតាមរយៈការសម្ដែងនៅក្នុងរឿង Eye in the Sky នេះគឺជាជោគជ័យដ៏សំខាន់មួយនៅក្នុងជីវិតសិល្បៈរបស់នាងក្នុងចំណោមបវរកញ្ញាហុងកុងជាច្រើនដែលចូលរួមប្រឡូកក្នុងវិស័យសិល្បៈនាងគឺជាមនុស្សកម្រម្នាក់ដែលអាចឈ្នះពានរង្វាន់ភាពយន្តកម្រិតជាតិបានមិនត្រឹមតែប៉ុណ្ណោះទេនាងថែមទាំងបានបង្កើតកំណត់ត្រាពិសេសមួយទៀតនៅក្នុងវិស័យកម្សាន្តហុងកុងដោយក្លាយទៅជាសិល្បករដំបូងគេដែលទទួលបានពានអ្នកសិល្បៈថ្មីឆ្នើមទាំងក្នុងវិស័យភាពយន្តទូរទស្សន៍និងតន្ត្រីនៅក្នុងឆ្នាំ2009នាងបានចេញ EP ដំបូងដែលមានចំណងជើងថា Kiss Me Cat ហើយក៏បានទទួលពានរង្វាន់សម្រាប់សិល្បករថ្មីជាច្រើនពីកម្មវិធីប្រកួតពានរង្វាន់តន្ត្រីធំៗនៅហុងកុងនៅក្នុងឆ្នាំតែមួយនៅក្នុងឆ្នាំ2008ក៏ជាឆ្នាំដែលរឿងភាគ Moonlight Resonance ទទួលបានភាពជោគជ័យយ៉ាងខ្លាំងផងដែររឿងនេះទទួលបានអត្រាទស្សនាខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ TVB ដែលធ្វើឲ្យឈ្មោះរបស់ Katsu កាន់តែល្បីល្បាញនៅក្នុងរឿងនោះនាងសម្ដែងជាតួអង្គដែលមានបុគ្គលិកលក្ខណៈស្មុគស្មាញធ្វើឲ្យទស្សនិកជនមានទាំងខឹងនិងទាំងអាណិតនាងនៅក្នុងពេលតែមួយមានឈុតមួយដែលតួអង្គរបស់នាងត្រូវបានម្ដាយនៅក្នុងសាច់រឿងស្ដីបន្ទោសយ៉ាងខ្លាំងហើយទឹកភ្នែកដែលហូរចេញមកនោះគឺជាអារម្មណ៍ពិតដែលនាងបានបញ្ចេញនៅក្នុងចិត្តតួនាទីនេះបានធ្វើឲ្យអ្នកជំនាញក្នុងវិស័យសិល្បៈចាប់ផ្ដើមមើលឃើញសមត្ថភាពសម្ដែងរបស់នាងយ៉ាងច្បាស់បន្ទាប់មកនៅក្នុងឆ្នាំ2011នាងបានឈានដល់ចំណុចកម្រិតជោគជ័យមួយទៀតតាមរយៈរឿងភាគ Life of Omission នាងសម្ដែងជាមេធាវីស្រីម្នាក់ដែលមានឈ្មោះថា Paris ហើយក៏មានមហិច្ឆតាខ្ពស់និងតែងតែខិតខំដើម្បីសម្រេចគោលដៅរបស់ខ្លួន
ការសម្ដែងរួមគ្នារវាងនាងហើយនិង Bosco Wong បានតាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជននិងក្លាយទៅជាដៃគូសម្ដែងដែលគេនិយាយច្រើនជាងគេនៅលើបណ្ដាញសង្គមផងដែរក្រោយមក Bosco Wong ថែមទាំងសរសើរនាងជាសាធារណៈថានាងគឺជាតារាសម្ដែងដែលមានជំនាញខ្ពស់និងធ្វើការងារបានយ៉ាងល្អតួនាទីនេះក៏បាននាំឲ្យនាងទទួលបានការតែងតាំងសម្រាប់ពានរង្វាន់តារាស្រីឆ្នើមជាលើកដំបូងនៅក្នុងអាជីពរបស់នាងផងដែរទោះជាយ៉ាងណាក៏ដោយនៅទីបញ្ចប់នាងមិនបានទទួលពានរង្វាន់នោះទេវាគឺជាបទពិសោធន៍មួយដែលធ្វើឲ្យនាងយល់ថាជោគជ័យនិងការខកខានតែងតែដើរទន្ទឹមគ្នានៅក្នុងពិភពសិល្បៈចំណុចកំពូលនៃអាជីពសិល្បៈរបស់នាងគឺជាពេលវេលាដែលនាងស្រក់ទឹកភ្នែកនៅលើឆាកដោយអារម្មណ៍រំភើបដែលបានកើតឡើងនៅក្នុងឆ្នាំ2012តាមរយៈរឿងភាគ High and Low ក្នុងរឿងនេះនាងសម្ដែងជាតួអង្គដែលមានជីវិតពោរពេញទៅដោយឧបសគ្គនិងការតស៊ូឪពុករបស់នាងនៅក្នុងសាច់រឿងមានជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពខុសច្បាប់ខណៈពេលដែលម្ដាយរបស់នាងបានបាត់បង់ជីវិតហើយប្អូនប្រុសរបស់នាងក៏មានបញ្ហាផ្នែករៀនសូត្រនិងការអភិវឌ្ឍដើម្បីមើលថែប្អូនប្រុសនាងត្រូវប្រឹងប្រែងធ្វើការងារផ្សេងៗជាច្រើនប៉ុន្តែដោយសារតែកលៈទេសៈជីវិតបានធ្វើឲ្យតួអង្គនេះដើរចូលទៅក្នុងផ្លូវដែលពិបាកដកខ្លួនចេញហើយបញ្ចប់ជីវិតពោរពេញទៅដោយការសោកស្ដាយរឿងភាគនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនវាចាប់ផ្ដើមជាមួយនឹងអត្រាទស្សនា29ពិន្ទុនិងបានឡើងរហូតដល់38ពិន្ទុនៅលើបណ្ដាញអ៊ីនធឺណិតទស្សនិកជនបានទស្សនារឿងនេះរហូតដល់ជាង460លានដងដែលជាចំនួនខ្ពស់បំផុតនៅក្នុងចំណោមរឿងភាគ TVB ទាំងអស់ប្រចាំឆ្នាំនោះក្នុងកម្មវិធីប្រគល់ពានរង្វាន់ TVB Anniversary Award ក្នុងឆ្នាំ2012នាងបានទទួលពានរង្វាន់ដ៏សំខាន់មួយជាលើកដំបូងនោះគឺជាពានរង្វាន់តួអង្គស្រីដែលទស្សនិកជនពេញចិត្តបំផុតនៅពេលដែលនាងដើរឡើងលើឆាកទឹកភ្នែករបស់នាងបានហូរចេញដោយមិនអាចទប់បានបន្ទាប់មកនាងបាននិយាយពាក្យមួយចំនួនដែលធ្វើឲ្យសារទាំងមូលមានភាពស្ងប់ស្ងាត់នាងបាននិយាយថាពាក្យថាការពេញចិត្តឬការទទួលស្គាល់គឺជាអ្វីដែលនាងតែងតែគិតថានៅឆ្ងាយពីខ្លួននាងទោះបីជានាងបានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំហើយក៏ដោយក៏នាងនៅតែមានអារម្មណ៍ថាតួនាទីរបស់នាងមិនទាន់ទទួលបានការស្រឡាញ់ពីទស្សនិកជនដោយដែលនាងប្រាថ្នាចង់បាននោះទេវាគឺជាពេលវេលាដ៏ភ្លឺចែងចាំងបំផុតនៅក្នុងជីវិតរបស់នាងប៉ុន្តែនៅក្នុងពេលតែមួយនោះក៏ជាសញ្ញាដំបូងដែលបង្ហាញថានៅពីក្រោយពន្លឺដ៏ត្រចះត្រចង់នៃពិភពសិល្បៈមាននារីម្នាក់កំពុងតែផ្ទុកសម្ពាធនឹងការឈឺចាប់ផ្លូវចិត្តដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹងមនុស្សជាច្រើនគិតថានៅពេលទទួលបានភាពជោគជ័យដំបូងហើយអ្វីៗនឹងកាន់តែងាយស្រួលពួកគេគិតថាបន្ទាប់ពីឈ្នះពានរង្វាន់នេះហើយអាជីពរបស់នាងនឹងរីកចម្រើនយ៉ាងឆាប់រហ័សហើយនាងអាចក្លាយទៅជាតារាសម្ដែងឆ្នើមរបស់ TVB ថែមទៀតផងប៉ុន្តែការពិតមិនបានដំណើរការដូចជាការរំពឹងទុកនោះទេអ្វីៗចាប់ផ្ដើមផ្លាស់ប្ដូរទិសដៅហើយដើមហេតុនៃការផ្លាស់ប្ដូរនោះគឺជារឿងដែលទស្សនិកជនមិនធ្លាប់បានឃើញនៅពីក្រោយកាមេរ៉ានៅពីក្រោយរូបភាពដ៏ល្អឥតខ្ចោះរបស់បវរកញ្ញាហុងកុងដែលឈ្នះពានរង្វាន់ធំៗជាច្រើននិងនៅពីក្រោយឈ្មោះជាតារាល្បីរបស់ TVB មានការពិតមួយដែលធ្វើឲ្យនាងចាប់ផ្ដើមសួរខ្លួនឯងថាតើនាងគឺជានរណាជាក់ស្ដែងចាប់តាំងពីជប់តែនាងឈ្នះមកុដបវរកញ្ញាមកម្ល៉េះនាងបានជួបប្រទះនឹងការរិះគន់ជាច្រើនពីសាធារណជនមនុស្សមួយចំនួនមិនពេញចិត្តនឹងរូបសម្រស់របស់នាងពួកគេយល់ថាមុខមាត់របស់នាងមិនសូវស្រទន់ដូចជាបេក្ខនារីផ្សេងៗទៀតហើយមានអ្នកខ្លះថែមទាំងយល់ថាលក្ខណៈមុខមាត់របស់នាងមានភាពរឹងមាំជាងស្តង់ដារសម្រស់ដែលពួកគេរំពឹងទុកអ្នកខ្លះក៏បានរិះគន់រូបរាងរបស់នាងនិងបាននិយាយថាអាយុ25ឆ្នាំសម្រាប់នាងគឺច្រើនពេកសម្រាប់ការចូលរួមប្រកួតបវរកញ្ញាការរិះគន់និងមតិអវិជ្ជមានជាច្រើនបានកើតឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយនិងនៅក្នុងសង្គមអ្នកខ្លះថែមទាំងចោទសួរថាតើការឈ្នះរបស់នាងពិតជាសមនឹងទទួលបានឬអត់ខណៈពេលដែលអ្នកផ្សេងទៀតបានប្រៀបធៀបនាងជាមួយនឹងបេក្ខនារីដែលទទួលចំណាត់ថ្នាក់បន្ទាប់ប៉ុន្តែអ្នកដែលបានជួបនាងដោយផ្ទាល់ភាគច្រើនបានលើកឡើងថានាងមានរូបសម្រស់ស្រស់ស្អាតជាងអ្វីដែលកាមេរ៉ាបានបង្ហាញលើសពីនេះទៅទៀត TVB នៅក្នុងសម័យនោះមានការវិភាគថតកម្មវិធីយ៉ាងមមាញឹកតែក្រុមការងារមិនមានពេលគ្រប់គ្រាន់ក្នុងការរៀបចំឆាកពន្លឺនិងមុំកាមេរ៉ាឲ្យបានល្អឥតខ្ចោះសម្រាប់គ្រប់ជ្រុងនោះទេហើយនេះគ្រាន់តែជាការចាប់ផ្ដើមនៃសម្ពាធនិងការរិះគន់ដែលនាងត្រូវប្រឈមមុខនៅក្នុងពិភពសិល្បៈតែប៉ុណ្ណោះប៉ុន្តែការរិះគន់ដែលនាងបានជួបប្រទះមិនបានបញ្ចប់នៅត្រឹមនោះទេដោយសារតែរូបថតមួយចំនួនដែលមិនសូវល្អសម្រាប់នាងត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធអ៊ីនធឺណិតហើយរូបភាពទាំងនោះបានក្លាយទៅជាប្រធានបទនៃការលេងសើចនិងការបញ្ចេញមតិជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតប៉ុន្តែអ្វីដែលធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញបានកើតឡើងនៅក្នុងឆ្នាំ2009នៅពេលនោះនាង
ទើបតែមានអាជីពនៅក្នុងវិស័យសិល្បៈបានប្រហែលជា4ឆ្នាំតែប៉ុណ្ណោះនាងបានយល់ព្រមចូលរួមក្នុងកម្មវិធីវិទ្យុមួយដែលមានឈ្មោះថា Win at Heart ដែលដឹកនាំដោយ Seren Tang ហើយនិង Stephen Chan ក្នុងកម្មវិធីនោះផ្ដោតទៅលើការអប់រំនិងការយល់ដឹងអំពីទំនាក់ទំនងគ្រួសារនិងសុខភាពសម្រាប់យុវវ័យនាងហើយនិងតារាសម្ដែង Michael Che ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសដោយសារតែនាងគឺជាមនុស្សដែលមានការអប់រំខ្ពស់និងធ្លាប់រស់នៅសហរដ្ឋអាមេរិកអស់ជាច្រើនឆ្នាំនាងមានទស្សនៈបើកចំហក្នុងការពិភាក្សាប្រធានបទរសើបមួយចំនួននៅក្នុងកម្មវិធីនោះនាងបានចែករំលែកមតិរបស់ខ្លួនអំពីទំនាក់ទំនងរវាងគូស្វាមីភរិយានិងការយល់ដឹងអំពីជីវិតគ្រួសារដោយនិយាយយ៉ាងត្រង់ទៅត្រង់មកបន្ទាប់ពីកម្មវិធីនោះចាក់ផ្សាយរួចប្រធានបទនេះបានក្លាយទៅជាចំណុចចាប់អារម្មណ៍យ៉ាងខ្លាំងនៅហុងកុងមនុស្សជាច្រើនមានការភ្ញាក់ផ្អើលដែលបវរកញ្ញាហុងកុងម្នាក់ដែលត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃភាពស្រស់ស្អាតនិងការអប់រំល្អបាននិយាយអំពីប្រធានបទបែបនេះជាសាធារណៈព័ត៌មាននេះត្រូវបានសារព័ត៌មានកំសាន្តជាច្រើនយកទៅផ្សព្វផ្សាយបន្តហើយបានបង្កឲ្យមានការពិភាក្សាយ៉ាងទូលំទូលាយតាមរបាយការណ៍ជាច្រើននៅពេលនោះបានឲ្យដឹងថាថ្នាក់ដឹកនាំរបស់ TVB បានហៅនាងទៅពិភាក្សាអំពីបញ្ហានេះនិងបានសម្ដែងការព្រួយបារម្ភថាវាអាចប៉ះពាល់ទៅដល់រូបភាពសាធារណៈរបស់បវរកញ្ញាហុងកុងថែមទៀតផងក្រោយមកនាងក៏ត្រូវបានដកចេញពីគម្រោងការងារមួយចំនួនជាបណ្ដោះអាសន្នផងដែរនៅទីបញ្ចប់នាងបានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីបកស្រាយនិងសុំទោសចំពោះការយល់ច្រឡំដែលបានកើតឡើងមុននឹងអាចបន្តការងារនៅក្នុងវិស័យសិល្បៈជាធម្មតាវិញទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍នេះបានធ្វើឲ្យឈ្មោះរបស់នាងត្រូវបានគេនិយាយជាបន្តបន្ទាប់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងក្រសែភ្នែករបស់សារព័ត៌មានកំសាន្តមួយចំនួននាងតែងតែជាបុគ្គលដែលអាចបង្កើតប្រធានបទព័ត៌មានបានគ្រប់ពេលវេលាជាញឹកញាប់រាល់ពេលដែលនាងចូលរួមសម្ដែងនៅក្នុងរឿងភាគថ្មីមួយពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់នាងក៏តែងតែកើតឡើងតាមមកដែរនៅក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះឈ្មោះរបស់នាងត្រូវបានភ្ជាប់ជាមួយនឹងតារាប្រុសល្បីៗជាច្រើនរូបដែលនាងធ្លាប់ធ្វើការជាមួយទោះជាយ៉ាងណាក៏ដោយភាគច្រើននៃព័ត៌មានទាំងអស់នោះគ្រាន់តែជាការសន្និដ្ឋានឬពាក្យចចាមអារ៉ាមពីសារព័ត៌មាននិងសាធារណជនតែប៉ុណ្ណោះហើយមិនមានភស្តុតាងច្បាស់លាស់ណាមួយមកបញ្ជាក់នោះទេនៅក្នុងចំណោមពាក្យចចាមអារ៉ាមទាំងនោះមានរឿងមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាងគេគឺការភ្ជាប់ឈ្មោះរបស់នាងជាមួយនឹងនាយកគ្រប់គ្រងជាន់ខ្ពស់របស់ TV នៅពេលនោះបន្ទាប់ពីមានរូបថតមួយចំនួនបានបង្ហាញថាពួកគេបានទទួលទានអាហារពេលល្ងាចជាមួយគ្នាសារព័ត៌មានមួយក៏បានចាប់ផ្ដើមធ្វើការសន្និដ្ឋានផ្សេងៗដែលនាំឲ្យមានការជជែកវែកញែកយ៉ាងខ្លាំងទន្ទឹមនឹងនោះដែរ TVB ក៏បានបន្តកិច្ចសន្យាជាមួយនាងនិងបានផ្ដល់ឱកាសការងារសំខាន់ៗជាច្រើនបន្ថែមទៀតដែលធ្វើឲ្យពាក្យចចាមអារ៉ាមទាំងនោះកាន់តែរីករាលដាលនាងបានចេញមកបដិសេធព័ត៌មានទាំងនោះជាសាធារណៈជាច្រើនដងប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនៅតែបន្តលើកយកប្រធានបទនេះមកនិយាយជាញឹកញាប់នៅក្នុងចំណោមពាក្យចចាមអារ៉ាមទាំងអស់មានតែរឿងមួយដែលនៅតែត្រូវបានគេលើកឡើងអស់រយៈពេលជាច្រើនឆ្នាំគឺជាទំនាក់ទំនងរវាងនាងហើយនិងរុនអឹងតាមការរៀបរាប់ពួកគេបានស្គាល់គ្នាតាំងពីឆ្នាំ2004មកម្ល៉េះនៅក្នុងកំឡុងពេលព្រឹត្តិការណ៍បវរកញ្ញាហុងកុងហើយក៏ធ្លាប់ហ្វឹករាំជាមួយគ្នានៅក្នុងកម្មវិធីតែមួយប៉ុន្តែអ្វីដែលបានកើតឡើងបន្ទាប់នឹងមូលហេតុដែលធ្វើឲ្យពាក្យចចាមអារ៉ាមនេះបន្តអូសបន្លាយអស់ជាច្រើនឆ្នាំគឺក្រោយមកនាងហើយនិងរុនអឹងបានសម្ដែងរួមគ្នាក្នុងរឿងភាគជាច្រើនដូចជារឿង The Bling of Law, Forensic Hero 3 និងស្នាដៃផ្សេងៗជាច្រើនទៀតដោយសារតែពួកគេតែងតែបង្ហាញខ្លួនជាមួយគ្នាសារព័ត៌មានកំសាន្តនិងទស្សនិកជនមួយចំនួនបាននាំគ្នានិយាយលេងអំពីអ្នកទាំងពីរប៉ុន្តែនៅពីក្រោយការងាររួមគ្នាជាច្រើនឆ្នាំនេះពួកគេក៏បានក្លាយទៅជាមិត្តភក្តិល្អដែលអាចពិភាក្សានិងគាំទ្រគ្នាទៅវិញទៅមកផងដែរនៅក្នុងឆ្នាំ2011ពាក្យចចាមអារ៉ាមអំពីអ្នកទាំងពីរបានក្លាយទៅជាប្រធានបទធំមួយនៅក្នុងសារព័ត៌មានហុងកុងនៅពេលនោះមិត្តស្រីរបស់រុងអឹងគឺជា Vivian Sang បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមដែលធ្វើឲ្យមនុស្សជាច្រើនយល់ថាកំពុងតែសម្ដៅទៅលើ Cat Sui ព្រោះកាលនោះមានអ្នកខ្លះធ្លាប់យកលក្ខណៈរូបរាងរបស់ Cat Sui ទៅធ្វើជាប្រធានបទនៃការរិះគន់និងការលេងសើចនៅលើអ៊ីនធឺណិតហេតុការណ៍នេះបានធ្វើឲ្យសារព័ត៌មានចាប់ផ្ដើមសន្និដ្ឋានថាអាចមានភាពតានតឹងរវាងភាគីទាំងពីរក្រោយមករុនអឹងហើយនិង Vivian បានបញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេសារព័ត៌មានមួយចំនួនបានព្យាយាមភ្ជាប់ Cat Sui ទៅនឹងការបែកបាក់នោះបើទោះបីជានាងបានបញ្ជាក់ជាច្រើនដងថានាងហើយនិងរុនគឺគ្រាន់តែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះហើយនៅក្នុងឆ្នាំដដែលនោះមានពាក្យចចាមអារ៉ាមមួយផ្សេងទៀតបានកើតឡើងបន្ទាប់ពី Bosco Wong ហើយនិង Hollywood ប្រកាសទំនាក់ទំនងរបស់ពួកគេជាសាធារណៈហើយក្រោយមកក៏បានចែកផ្លូវគ្នា
មនុស្សមួយចំនួនបាននាំគ្នាសន្និដ្ឋានថាខេតស៊ុយអាចមានជាប់ពាក់ព័ន្ធទៅនឹងរឿងនេះមូលហេតុគឺនៅឆ្នាំនោះនាងហើយនិង Bosco Wong បានសម្ដែងរួមគ្នានៅក្នុងរឿង Life of Omission ដែលមានឈុតឆាកមនោសញ្ចេតនាជាច្រើនប៉ុន្តែនាងបានបដិសេធព័ត៌មានទាំងអស់នោះភ្លាមៗចំណែកឯ Bosco Wong ហើយនិង Yoli ក៏បានចេញមកការពារនាងផងដែរពួកគេបានបញ្ជាក់ថាពីចចាមអារ៉ាមទាំងនោះគ្មានមូលដ្ឋានច្បាស់លាស់ឡើយទោះជាយ៉ាងណាក៏ដោយព័ត៌មានបែបនេះនៅតែបន្តកើតឡើងជាបន្តបន្ទាប់នាងធ្លាប់និយាយនៅក្នុងបទសម្ភាសន៍មួយថាពីចចាមអារ៉ាមទាំងនេះបានតាមជាប់នាងតាំងពីឆ្នាំ2005មកម្ល៉េះហើយនាងមិនយល់ថាហេតុអ្វីបានជាវានៅតែបន្តនោះទេនៅទីបំផុតនាងបានជ្រើសរើសទទួលយកវាដោយភាពស្ងប់ស្ងាត់ដោយសារតែនាងមានអារម្មណ៍ថាមិនថានាងបញ្ជូលប្រមាណដងក៏ដោយមនុស្សមួយចំនួននៅតែជឿទៅលើអ្វីដែលពួកគេចង់ជឿដដែលប៉ុន្តែសម្ពាធដ៏ធំបំផុតមិនមែនកើតមកពីពាក្យចចាមអារ៉ាមទាំងអស់នោះទេអ្វីដែលពិបាកជាងនេះគឺជាបរិយាកាសនៃការប្រកួតប្រជែងនៅក្នុងវិស័យកម្សាន្តនៅពេលនោះតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយហុងកុង TVB មានអ្នកគ្រប់គ្រងនិងអ្នកផលិតដែលមានឥទ្ធិពលជាច្រើនរូបហើយតារាសម្ដែងជាច្រើនតែងតែត្រូវភ្ជាប់ជាមួយនឹងក្រុមការងារផ្សេងៗគ្នានៅក្នុងចំណោមអ្នកមានឥទ្ធិពលទាំងនោះ Catherine Sang ហើយនិង Virginia Lok ត្រូវបានគេចាត់ទុកថាជាបុគ្គលសំខាន់ពីររូបដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងការគ្រប់គ្រងនិងជំរុញអាជីពតារាសម្ដែងខេតស៊ុយដែលត្រូវបានគេមើលឃើញថាគឺជាតារាដែលទទួលបានការគាំទ្រពី Catherine នៅក្នុងដំណាក់កាលដំបូងនៃអាជីពរបស់នាងប៉ុន្តែនៅក្នុងពេលថ្លែងសន្ទរកថាទទួលពានរង្វាន់ខេតស៊ុយបានថ្លែងអំណរគុណទៅដល់ Virginia មុនគេតាមរបាយការណ៍របស់សារព័ត៌មានមួយចំនួនព្រឹត្តិការណ៍នេះបានធ្វើឲ្យមានការបកស្រាយផ្សេងៗគ្នាជាច្រើននៅក្នុងវិស័យកម្សាន្តចាប់តាំងពីពេលនោះមកខេតស៊ុយត្រូវបានគេមើលឃើញថាស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយដែលត្រូវប្រឈមមុខជាមួយនឹងសម្ពាធពីមជ្ឈដ្ឋានជាច្រើននិងការបកស្រាយខុសៗគ្នាពីអ្នកនៅជុំវិញខ្លួនហើយសម្រាប់នាងនេះគ្រាន់តែជាការចាប់ផ្ដើមនៃរយៈពេលដ៏លំបាកមួយដែលនឹងបន្តប៉ះពាល់ដល់អាជីពនិងជីវិតផ្ទាល់ខ្លួនរបស់នាងនៅឆ្នាំបន្តបន្ទាប់ទៀតហេតុផលទាំងនេះត្រូវបានគេជឿថាគឺជាផ្នែកមួយដែលធ្វើឲ្យនាងមិនអាចឈ្នះពានរង្វាន់តារាសម្ដែងស្រីឆ្នើមរបស់ TVB បានទោះបីជានាងត្រូវបានតែងតាំងជាបេក្ខភាពដល់ទៅ3ឆ្នាំជាប់ៗគ្នាគឺនៅក្នុងឆ្នាំ2011 2012និង2013ក៏ដោយរាល់ឆ្នាំនាងតែងតែស្ថិតនៅក្នុងចំណោមបេក្ខភាពដែលមានឱកាសខ្ពស់ប៉ុន្តែនៅទីបញ្ចប់ពានរង្វាន់ត្រូវបានទៅលើអ្នកផ្សេងជាពិសេសនៅក្នុងឆ្នាំ2012បន្ទាប់ពីនាងទទួលបានការសរសើរយ៉ាងច្រើនសម្រាប់តួអង្គនៅក្នុងរឿង High and Low មនុស្សជាច្រើនរំពឹងទុកថានាងនឹងអាចឈ្នះពានរង្វាន់ធំមួយនេះបានប៉ុន្តែចុងក្រោយពានរង្វាន់តារាស្រីឆ្នើមបានទៅលើថាវាយាលទៅវិញនៅក្នុងឆ្នាំ2008នាងក៏ធ្លាប់ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់តារាសម្ដែងស្រីរងឆ្នើមនៅក្នុងរឿង Moonlight Arizona ផងដែរប៉ុន្តែនាងមិនបានទទួលពានរង្វាន់នោះទេក្នុងរយៈពេល8ឆ្នាំនេះនាងទទួលបានការតែងតាំងធំៗចំនួន4ដងប៉ុន្តែមិនអាចឈានទៅដល់ពានរង្វាន់ចុងក្រោយបានឡើយស្របពេលជាមួយគ្នានេះដែរនាងក៏ត្រូវប្រឈមមុខនឹងការរិះគន់ពីខ្សែភាពយន្តមួយចំនួនដែលមិនទទួលបានភាពជោគជ័យនៅក្នុងឆ្នាំ2014នាងថែមទាំងទទួលបានពានរង្វាន់បែបរិះគន់ពីកម្មវិធីមួយដែលវាបានក្លាយទៅជាសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរសម្រាប់សិល្បករម្នាក់ដែលកំពុងតែព្យាយាមបង្ហាញសមត្ថភាពរបស់ខ្លួននៅក្នុងបទសម្ភាសន៍មួយនាងធ្លាប់បាននិយាយថាពេលខ្លះនាងមានអារម្មណ៍ដូចជាតួអង្គនៅក្នុងប្រឡោមលោកដែលមានអ្នកផ្សេងគឺជាអ្នកសរសេរជោគវាសនាឲ្យនាងតួនាទីដែលនាងទទួលបានជាញឹកញាប់គឺជាតួអង្គដែលមានភាពស្មុគស្មាញឬជាតួដែលទស្សនិកជនមិនសូវជាចូលចិត្តយូរទៅរូបភាពទាំងអស់នោះបានជាប់ជាមួយនឹងឈ្មោះរបស់នាងរហូតផ្លាស់ទៅជាស្លាកសញ្ញាមួយដែលពិបាកនឹងផ្លាស់ប្ដូរប៉ុន្តែជីវិតពិតមិនតែងតែដូចជាអ្វីដែលមនុស្សគ្រប់គ្នារំពឹងទុកនោះទេនៅក្នុងឆ្នាំ2015កិច្ចសន្យារយៈពេល11ឆ្នាំរបស់នាងជាមួយនឹង TVB បានផុតកំណត់បន្ទាប់ពីគិតពិចារណាយ៉ាងម៉ត់ចត់នាងបានសម្រេចចិត្តមិនបន្តកិច្ចសន្យាថ្មីទៀតឡើយមួយឆ្នាំក្រោយមកគឺនៅក្នុងឆ្នាំ2016នាងបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនរបស់លោកវងឈូឡាំដែលជាសិល្បករនិងអ្នកជំនួញល្បីឈ្មោះម្នាក់ដោយសង្ឃឹមថានឹងអាចពង្រីកអាជីពរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសចិនដីគោកបានកាលនោះវងឈូឡាំធ្លាប់សន្យាថានឹងបង្កើតគម្រោងរឿងភាគមួយដែលសមស្របសម្រាប់នាងប៉ុន្តែក្នុងរយៈពេលជាង4ឆ្នាំបន្ទាប់ពីចេញពី TVB នាងបានបង្ហាញខ្លួននៅក្នុងស្នាដៃតែប៉ុន្ណោះហើយភាគច្រើនមិនទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនឡើយនៅទីផ្សារចិនដីគោកនាងក៏មិនអាចបង្កើតចំហររងមាំដូចជាអ្វីដែលនាងបានរំពឹងទុកនោះទេហើយនៅពេលដែលអាជីពសិល្បៈចាប់ផ្ដើមឈានទៅដល់ផ្លូវបំបែកនាងក៏បានចាប់ផ្ដើមរៀបចំផែនការសម្រាប់ជីវិតថ្មីរបស់ខ្លួនដោយស្ងៀមស្ងាត់ចាប់តាំងពីឆ្នាំ2017
នាងបានចូលសិក្សាថ្នាក់អនុបណ្ឌិតផ្នែកចិត្តវិទ្យានៅក្នុងសាកលវិទ្យាល័យហុងកុងហើយក៏នៅតែបន្តការងារសិល្បៈនៅក្នុងពេលតែមួយនៅពេលនោះស្ទើរតែគ្មាននរណាម្នាក់ដឹងថាការសិក្សានេះគឺជាជំហានត្រៀមសម្រាប់ការសម្រេចចិត្តដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់នាងនៅខែមិថុនាឆ្នាំ2019នាងបានបញ្ចប់ការសិក្សាដោយជោគជ័យនិងទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកចិត្តវិទ្យា6ខែក្រោយមកនៅក្នុងថ្ងៃទី24ខែធ្នូឆ្នាំ2019ដែលជាយប់មួយមុនពេលបុណ្យណូអែលនាងបានធ្វើការប្រកាសមួយដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈគណនី Facebook របស់នាងបានប្រកាសជាផ្លូវការថានាងនឹងចាកចេញពីវិស័យសិល្បៈហើយនៅថ្ងៃដដែលនោះនាងក៏បានចាកចេញពីទីក្រុងហុងកុងដែលធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបដើម្បីចាប់ផ្ដើមជីវិតថ្មីអ្វីដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍គឺជាមូលហេតុដែលនាងបានលើកឡើងវាមិនមែនជារឿងអាស្រ័យមិនមែនជាចំនួនហើយក៏មិនមែនដោយសារតែសម្ពាធពីអ្នកដទៃតែមួយមុខនោះទេផ្ទុយទៅវិញនាងបានសារភាពយ៉ាងស្មោះត្រង់ថាបន្ទាប់ពីរស់នៅក្រោមពន្លឺកាមេរ៉ាអស់រយៈពេលជាច្រើនឆ្នាំនាងមានអារម្មណ៍ថាខ្លួនឯងលែងដឹងថាខេស៊ុយពិតប្រាកដជានរណាទៀតហើយនាងមានអារម្មណ៍ថាអ្វីដែលមនុស្សគ្រប់គ្នាបានឃើញគឺគ្រាន់តែជារូបភាពសាធារណៈមួយប៉ុណ្ណោះខណៈពេលដែលអត្តសញ្ញាណពិតរបស់នាងបានស្ថិតនៅពីក្រោយវាអស់រយៈពេលជាយូរមកហើយជារៀងរាល់ថ្ងៃនៅក្នុងកំឡុងពេលនៅក្នុងវិស័យសិល្បៈនាងត្រូវចំណាយពេលប្រហែលជា2ម៉ោងសម្រាប់ការតុបតែងមុខធ្វើសក់និងរៀបចំសម្លៀកបំពាក់មនុស្សជាច្រើនតែងតែសរសើរថានាងមានភាពស្រស់ស្អាតនិងមានភាពទាក់ទាញប៉ុន្តែនៅពីក្រោយការសរសើរទាំងនោះនាងរស់នៅក្រោមសម្ពាធយ៉ាងខ្លាំងនាងធ្លាប់បាននិយាយថាសូម្បីតែពេលដែលមានមុនតូចមួយកើតឡើងលើផ្ទៃមុខរបស់នាងក៏ធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនឯងមិនល្អគ្រប់គ្រាន់ដែរនាងបានបន្តទៀតថាក្នុងរយៈពេល3ឆ្នាំចុងក្រោយនៃអាជីពសិល្បៈរបស់នាងបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនដែលមើលថែនាងបានយ៉ាងយកចិត្តទុកដាក់ប៉ុន្តែការមើលថែបែបនោះក៏ធ្វើឲ្យនាងមានអារម្មណ៍ដូចជានៅក្នុងផ្ទះកញ្ចក់មួយដែលគ្រប់យ៉ាងត្រូវបានគេរៀបចំនាងក៏បានសារភាពទៀតថាខ្លួននាងមានចំណុចខ្វះខាតជាច្រើនផងដែរតែនៅក្នុងការប្រស្រ័យទាក់ទងនឹងទំនាក់ទំនងក្នុងសង្គមអ្វីដែលនាងត្រូវរៀនគឺការទទួលយកនិងការអត់ឱនឲ្យខ្លួនឯងហើយវាបានចំណាយពេលរហូតទៅដល់15ឆ្នាំទើបនាងបានយល់ច្បាស់អំពីរឿងនេះការសម្រេចចិត្តរបស់នាងនៅចុងឆ្នាំ2019បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលនាងបានលូតទ្រព្យសម្បត្តិជាច្រើននៅហុងកុងរួមទាំងអាផាតមិនប្រណិតមួយនៅឯ Bel Air Residence ដែលជាតំបន់លំនៅឋានដែលមានតម្លៃខ្ពស់មួយរបស់ទីក្រុងហុងកុងនាងក៏បានលក់រថយន្តផ្ទាល់ខ្លួនបិទគណនី Facebook និង Instagram ទាំងអស់ហើយរៀបចំជីវិតថ្មីនៅទ្វីបអឺរ៉ុបគោលដៅរបស់នាងគឺបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកចិត្តវិទ្យានៅឯសាកលវិទ្យាល័យ Manchester នៅក្នុងចក្រភពអង់គ្លេសក្តីស្រមៃចុងក្រោយរបស់នាងមិនមែនជាការវិលត្រឡប់មកឈរនៅក្រោមពន្លឺភ្លើងឆាកទៀតទេផ្ទុយទៅវិញនាងចង់ក្លាយទៅជាអ្នកជំនាញផ្នែកចិត្តវិទ្យាដើម្បីជួយមនុស្សដែលកំពុងតែប្រឈមមុខជាមួយនឹងសម្ពាធផ្លូវចិត្តដូចជាអ្វីដែលនាងធ្លាប់បានជួបប្រទះកាលពីពេលមុនមកសូម្បីតែមិត្តរួមការងារជិតស្និទ្ធរបស់នាងជាច្រើនក៏មិនបានដឹងអំពីការសម្រេចចិត្តរបស់នាងផងដែររ៉ុនអឹងធ្លាប់បាននិយាយក្នុងកម្មវិធីមួយថាបន្ទាប់ពីខេស៊ូចាក់ចេញទៅនាងបានកាត់បន្ថយទំនាក់ទំនងជាច្រើនហើយក៏ស្ទើរតែមិនមានកម្មវិធីណាមួយដើម្បីតាក់ទងនាងដូចពីមុនទៀតឡើយការចាក់ចេញរបស់នាងបានធ្វើឲ្យមជ្ឈដ្ឋានសិល្បៈហុងកុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលអ្នកសារព័ត៌មានសួរថាតើនាងអាចត្រឡប់មកវិស័យសិល្បៈវិញដែរឬទេនាងបានឆ្លើយថាប្រសិនបើមានថ្ងៃនោះមែននាងប្រហែលជាធ្វើការនៅពីក្រោយឆាកតែប៉ុណ្ណោះនាងមិនមានគម្រោងត្រឡប់មកឈរនៅមុខកាមេរ៉ាដូចពីមុនទៀតឡើយនៅពេលសួរអំពីជីវិតដែលនាងប្រាថ្នាចង់បាននាងបាននិយាយឃ្លាមួយដែលធ្វើឲ្យមនុស្សជាច្រើននៅតែចងចាំរហូតមកដល់សប្តាហ៍ថ្ងៃនេះនាងបាននិយាយថាការញ៉ាំដំឡូងធម្មតាមួយចានអាចធ្វើឲ្យនាងមានសុភមង្គលជាងការទទួលទានអាហារនៅភោជនីយដ្ឋានផ្កាយ5ទៅទៀតពាក្យមួយឃ្លានេះបានបង្ហាញថាអ្វីដែលនាងកំពុងតែស្វែងរកមិនមែនជាកិត្តិយសឬភាពល្បីល្បាញទៀតឡើយប៉ុន្តែគឺជាសន្តិភាពនៅក្នុងចិត្តរយៈពេល6ឆ្នាំក៏បានកន្លងផុតទៅរហូតដល់ខែឧសភាឆ្នាំ2025ឈ្មោះរបស់នាងបានក្លាយទៅជាប្រធានបទដែលមនុស្សជាច្រើនបាននឹករលឹកម្ដងទៀតមូលហេតុគឺដោយសារតែតារាចម្រៀង Raymond Lam បានរៀបចំការប្រគំតន្ត្រី7យប់ជាប់គ្នានៅឯហុងកុងនៅក្នុងការសម្ដែងបទចម្រៀង Let's Get Wet លោកបានអញ្ជើញតារាសម្ដែង Chrissy Chow ឡើងរាំជាមួយគាត់នៅលើឆាកទស្សនវិជ្ជានេះបានធ្វើឲ្យទស្សនិកជនជាច្រើននឹកឃើញដល់ពេលកាលពីជាង15ឆ្នាំមុននៅទីតាំងដដែលបទចម្រៀងដដែលហើយស្ត្រីដែលធ្លាប់ឈររាំក្បែរ Raymond នៅពេលនោះគឺជា Cat Sui ភ្លាមៗនោះអ្នកគាំទ្រជាច្រើនបានចាប់ផ្ដើមនិយាយអំពីនាងនិងបង្ហាញក្តីនឹករលឹកចំពោះតារាស្រីរូបនេះ
នៅពេលដែលសារព័ត៌មានសួរ Raymond អំពីមិត្តភាពចាស់របស់គាត់បានញញឹមស្រាលៗហើយឆ្លើយថានាងបានចាក់ចេញពីវិស័យសិល្បៈទៅហើយសូមទុកឲ្យនាងរស់នៅក្នុងជីវិតដែលនាងបានជ្រើសរើសហើយមនុស្សគ្រប់គ្នាសុទ្ធតែមានផ្លូវរបស់ខ្លួនក្នុងចំណោមមិត្តភ័ក្តិក្នុងវិស័យសិល្បៈទាំងអស់ Jessica Sun គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលនៅតែរក្សាទំនាក់ទំនងជាមួយនឹង Kate Sui នៅពេលសួរថាតើ Kate Sui នឹងត្រឡប់មកវិស័យសិល្បៈវិញដែរឬទេ Jessica បានឆ្លើយយ៉ាងសាមញ្ញថាបើមើលពីជីវិតស្ងប់ស្ងាត់ដែលនាងកំពុងតែរស់នៅខ្ញុំគិតថាប្រហែលជាមិនអាចទៅរួចទេនៅខែមិថុនាឆ្នាំ 2025 អ្នកទេសចរម្នាក់បានចែករំលែករូបថតរបស់ Kate Sui ដែលថតបាននៅសារមន្ទីរល្បីមួយនៅក្នុងទីក្រុងប៉ារីសនៅក្នុងរូបថតនោះនាងពាក់រ៉ូបសបែបសាមញ្ញពាក់ស្បែកជើងកីឡានិងទុកសក់វែងរួញមានពន្លឺកាមេរ៉ាគ្មានការតុបតែងខ្លាំងៗគ្មានសម្ពាធពីការប្រកួតប្រជែងនៅក្នុងវិស័យសិល្បៈមានតែស្នាមញញឹមស្ងប់ស្ងាត់របស់នារីម្នាក់ដែលទីបំផុតបានរកឃើញជីវិតដែលខ្លួនពិតជាចង់រស់នៅក្នុងរូបថតដែលត្រូវបានចែករំលែកនោះ Kate Sui ឈរនៅមុខផ្ទាំងគំនូកល្បីមួយនិងសម្លឹងមើលវាយ៉ាងស្ងប់ស្ងាត់អ្នកដែលថតរូបនោះក៏បាននិយាយថាភ្នែករបស់នាងលែងមានភាពតានតឹងដោយការពីមុនដែលត្រូវរស់នៅក្រោមពន្លឺកាមេរ៉ាទៀតហើយអ្វីដែលគេបានឃើញនៅពេលនេះគឺមានតែភាពស្ងប់សុខនិងភាពធូរស្រាលតែប៉ុណ្ណោះអ្នកគាំទ្រមួយចំនួនក៏បានកត់សម្គាល់ឃើញថានាងពាក់ចិញ្ចៀននៅម្រាមដៃនាងខាងឆ្វេងដែលជាហេតុធ្វើឲ្យមានការសន្និដ្ឋានថាប្រហែលជានាងបានរៀបការរួចបាត់ទៅហើយប៉ុន្តែរហូតមកដល់ពេលនេះមិនមានការបញ្ជាក់ជាផ្លូវការណាមួយអំពី Kate Sui ឬមនុស្សជិតស្និទ្ធរបស់នាងឡើយដោយពាក្យចចាមអារ៉ាមជាច្រើនក្នុងរយៈពេល6ឆ្នាំកន្លងមកនេះនាងនៅតែរក្សាភាពស្ងប់ស្ងាត់មិនបញ្ជាក់ហើយក៏មិនបដិសេធផងដែរនៅខែសីហាឆ្នាំ 2025 ម៉ាកគ្រឿងអលង្ការដែលនាងបង្កើតតាំងពីឆ្នាំ 2017 បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្ដងទៀតបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំម៉ាកនេះបានប្រកាសចេញផ្សាយកម្រងផលិតផលថ្មីមួយដែលមានឈ្មោះថា Rabbit Dark Illusion Version 2 វាគឺជាផលិតផលមានចំនួនកំណត់ហើយគ្រប់បំណែកទាំងអស់មានហត្ថលេខាផ្ទាល់ខ្លួនរបស់ Kate Sui ព្រមទាំងសារសរសេរដោយដៃពីនាងផងដែរគំនិតបង្កើតម៉ាកនេះមានប្រភពចេញពីទ្រឹស្ដីចិត្តវិទ្យាមួយដែលគេហៅថា Rapid Dark Illusion រូបភាពតែមួយបើមើលពីមុំមួយអ្នកអាចឃើញវាថាជាទន្សាយប៉ុន្តែបើអ្នកមើលពីមុំផ្សេងទៀតវាអាចក្លាយទៅជាសត្វទាសម្រាប់នាងនេះគឺជាទស្សនវិជ្ជាជីវិតដែលនាងជឿជាក់មនុស្សម្នាក់ឬរឿងមួយមិនត្រូវបានវាយតម្លៃត្រឹមតែការមើលមួយផ្នែកតែប៉ុណ្ណោះទេនៅក្នុងឆ្នាំ 2026 នៅក្នុងវ័យ46 ឆ្នាំនាងឡើងជាបវរកញ្ញាហុងកុងទៀតហើយនាងក៏ឡើងជាតារាស្រីជួរមុខរបស់ TVB ផងដែរនាងឡើងជាបុគ្គលដែលត្រូវបានសារព័ត៌មានតាមដានគ្រប់ជំហានដូចជាការពីមុនហើយថ្ងៃនេះនាងគ្រាន់តែជាស្ត្រីម្នាក់ដែលកំពុងរស់នៅក្នុងជីវិតសាមញ្ញនិងស្ងប់ស្ងាត់នៅកន្លែងណាមួយនៅក្នុងទ្វីបអឺរ៉ុបពេលខ្លះនាងរចនាគ្រឿងអលង្ការថ្មីៗពេលខ្លះនាងទៅទស្សនាពិព័រណ៍សិល្បៈហើយពេលខ្លះទៀតនាងថែមទាំងបានសរសេរកាតជូនអតិថិជនដោយផ្ទាល់ដៃរបស់នាងថែមទៀតផងអ្នកខ្លះមានអារម្មណ៍សោកស្ដាយដោយសារតែពួកគេជឿថាអាយុ40ឆ្នាំគឺជាវ័យដែលអាជីពកំពុងតែរីកចម្រើនខ្លាំងប៉ុន្តែនាងបែរជាជ្រើសរើសដើរចេញអ្នកខ្លះទៀតគិតថានាងគឺជាមនុស្សដែលមានសេរីភាពក្នុងការរស់នៅហើយកិត្តិយសឬភាពល្បីល្បាញមិនមែនជារឿងសំខាន់បំផុតសម្រាប់នាងនោះទេខណៈពេលដែលអ្នកផ្សេងទៀតយល់ថានាងមានភាពក្លាហានខ្លាំងព្រោះការសម្រេចចិត្តបោះបង់អ្វីៗគ្រប់យ៉ាងនៅពេលដែលខ្លួនកំពុងតែមានកេរ្តិ៍ឈ្មោះនិងមានការគាំទ្រច្រើនមិនមែនជារឿងងាយស្រួលនោះទេចំពោះ Kate Sui នាងធ្លាប់ផ្ញើសារមួយទៅកាន់អ្នកគាំទ្ររបស់នាងថាអ្វីដែលខ្ញុំចង់ប្រាប់មនុស្សគ្រប់គ្នាគឺត្រូវស្រឡាញ់ខ្លួនឯងឲ្យបានពិតប្រាកដទទួលស្គាល់ចំណុចល្អរបស់ខ្លួនទទួលយកចំណុចខ្វះខាតរបស់ខ្លួនហើយបន្តខិតខំរស់នៅឲ្យមានសុភមង្គលជាងមុនអស់រយៈពេលជា15ឆ្នាំនាងត្រូវរស់នៅជាមួយនឹងពាក្យរិះគន់និងការវាយតម្លៃជាច្រើនពីសង្គមប៉ុន្តែក្រោយពីនាងដកខ្លួនចេញពីវិស័យសិល្បៈមនុស្សជាច្រើននៅហុងកុងចាប់ផ្ដើមមើលរឿងរ៉ាវរបស់នាងពីមុំថ្មីមួយផ្សេងទៀតអ្នកខ្លះថែមតែនិយាយថាការនៅក្មេងយើងមិនបានយល់អំពីតម្លៃពិតរបស់នាងតតែថ្ងៃនេះទើបយើងដឹងថានាងគឺជាមនុស្សដែលមានសមត្ថភាពនិងគួរឲ្យគោរពខ្លាំងប៉ុណ្ណារឿងរ៉ាវរបស់តារាស្រីរូបនេះគឺជាមេរៀនមួយដែលបង្ហាញថាភាពស្រស់ស្អាតកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញមិនអាចធានាបាននូវសុភមង្គលនិងសេចក្តីសុខក្នុងជីវិតឡើយនៅពីក្រោយស្នាមញញឹមនិងភាពជោគជ័យដែលមនុស្សជាច្រើនបានឃើញអាចមានការតស៊ូនឹងសម្ពាធនិងការឈឺចាប់ដែលគ្មាននរណាម្នាក់បានដឹងមេរៀនសំខាន់មួយអំពីរឿងនេះគឺយើងមិនគួរវាយតម្លៃមនុស្សត្រឹមតែរូបរាងឬភាពជោគជ័យខាងក្រៅនោះទេសុខភាពផ្លូវចិត្តការគោរពខ្លួនឯងនិងការមានមនុស្សដែលស្រឡាញ់និងគាំទ្រយើងពិតប្រាកដគឺមានតម្លៃជាងកេរ្តិ៍ឈ្មោះឬការសរសើរពីអ្នកដទៃ
ករណីនេះក៏បានរំលឹកយើងថាការប្រឈមមុខនឹងការរិះគន់ការបដិសេធឬភាពអយុត្តិធម៌ក្នុងការងារមិនគួរធ្វើឲ្យយើងបាត់បង់ជំនឿទៅលើខ្លួនឯងឡើយជីវិតតែងតែមានការឡើងចុះប៉ុន្តែការអត់ធ្មត់និងការរក្សាតម្លៃរបស់ខ្លួនគឺជាអ្វីដែលសំខាន់បំផុតហើយករណីសម្រាប់ថ្ងៃនេះក៏បានមកដល់ទីបញ្ចប់ដែរអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ like subscribe channel របស់ខ្ញុំផងដើម្បីឲ្យខ្ញុំមានទឹកចិត្តបន្តផលិតវីដេអូជូនអ្នកទាំងអស់គ្នាបន្ថែមទៀតហើយបើសិនជាមានកំហុសឆ្គងតាមចំណុចណាមួយក៏សូមជួយខន្តីអភ័យទោសបាទសូមអរគុណហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយ